សម្រាប់វីដេអូទី2លោកមុនខ្ញុំបានបង្ហាញជាមួយនឹងការធ្វើពងទាប្រៃញ៉ាំជាមួយនឹងសាច់ជ្រូក3ជាន់ក៏ដូចជាប្រហុកចំហុយចុះសម្រាប់វីដេអូមួយនេះបងប្អូនដឹងអត់ថាបងខ្ញុំគាត់យកអីមកចំហុយលើហ្នឹងចឹងកុំឲ្យខាត់ពេលយូរយើងមកមើលជាមួយនឹងគ្រឿងផ្សំក៏ដូចជារបៀបធ្វើទាំងអស់គ្នាដែលមកហូបមុខនេះគឺថាពេញយំហ្មងពេលចុងខែអីចឹងណាគឺដំបូងឡើយបងខ្ញុំគាត់បានយកសាច់ជ្រូក3ជាន់យកមកហាន់ជាចំណិតស្អាតៗដើម្បីងាយស្រួលច្រាំឬក៏ល្អូពេកថាមួយរយៈហ្នឹងដូចជាឡើងគីឡូពេកឥឡូវគាត់មកហាត់ប្រាណដៃទៅដើម្បីលបានសក់គីឡូសក់អីខ្លះតែបើតាមស្ដាប់សំឡេងនិងកម្លាំងច្រាំនេះមើលទៅដូចខ្ញុំច្រើនជាងនៅបើតែនិយាយលេបមើលវីដេអូរបស់គាត់ច្រាំសាច់ជ្រូកឥឡូវគាត់ចាប់ផ្ដើមធ្វើការដាក់ខ្ទឹមសដើម្បីចិញ្ច្រាំជាមួយនឹងសាច់ជ្រូកឃើញថាខ្ទឹមហើយនិងសាច់ជ្រូកហ្នឹងក៏បានម៉ត់ល្មមដែរអញ្ចឹងគាត់ចាប់ផ្ដើមដួសដាក់ចានរួចហើយយើងយកខ្ទឹមក្រហមហ្នឹងមកហាន់ជាចំណិតស្ដើងៗចំនួន2មើមតែប៉ុតម្ហូបហ្នឹងធ្វើទៅវាងាយស្រួលទេគ្រាន់ថាយើងអាចហិនចិត្តចប់រឿងការច្រាំសាច់ជ្រូកច្រាំអីហ្នឹងវារៀងជូរតិចតែប៉ុណ្្នឹងឯងតែបើនិយាយពីរសជាតិហើយនិងលទ្ធផលវិញគឺថា10លើ10ហ្មងឥឡូវឃើញថាគាត់យកត្រីខកំប៉ុងហ្នឹងចំនួន3កំប៉ុងយកមកចាក់ចូលទៅក្នុងសាច់ជ្រូកច្រាំនិងខ្ទឹមរួចហើយគាត់យកពងទាចំនួន3គ្រាប់យកមកគួរដាក់ចូលទៅក្នុងត្រីខក៏ដូចជាសាច់ជ្រូកច្រាំហ្នឹងផងដែរដើម្បីឲ្យមើលឃើញកាន់តែឆ្ងាញ់អញ្ចឹងណាឥឡូវគាត់ចាប់ផ្ដើមកូរច្បល់ដើម្បីឲ្យវាចូលសព្វគ្នាហើយគាត់ក៏ចាប់ផ្ដើមយកមកដាក់លាយគ្រឿងតែម្ដងដែលដំបូងឡើយហ្នឹងអ្វីដែលយើងមិនអាចបំភ្លេចបានគឺជាមួយនឹងម្សៅស៊ុបមាន់ខ្នុរកញ្ចប់ថ្មីម្សៅស៊ុបមាន់ខ្នុរកញ្ចប់ថ្មីរសជាតិនៅឆ្ងាញ់ដដែលហើយផលិតនៅប្រទេសហ្វីលីពីនហើយសម្រាប់គ្រឿងបន្ទាប់ហ្នឹងគឺគាត់ប្រើជាមួយនឹងស្ករត្នោតតែស្ករត្នោតហ្នឹងគឺគាត់ដាក់ប្រើចំនួនដូចជាម៉ាសាភីបាយប៉ុន្តែគាត់ថាវាឲ្យភាពេកពេញពេកអញ្ចឹងហើយនឹងក៏ដូចជាថែមម្រេចទៅដើម្បីឲ្យវាក្លិនកាន់តែឈ្ងុយអញ្ចឹងដូចដែលបងបានឃើញហើយថាសម្រាប់ម្ហូបមុខនេះគឺបងខ្ញុំគាត់ប្រើតាមម្សៅស៊ុបខ្នុរស្ករត្នោតហើយនឹងម្រេចទេរីឯទឹកត្រីហើយនិងប៊ីចេងក៏ដូចជាអំបិលគឺគាត់មិនបានប្រើប្រាស់ទេក្នុងមុខម្ហូបមួយនេះតែនិយាយថាពីរសជាតិវិញ10លើ10មកបងអូនអើយហើយបើបងអូនមិនជឿអាចមើលចប់សាកធ្វើបានឥឡូវឃើញថាយើងចំហុយបានទុក15នាទីយើងមកបើកវាមើលម្ដងទៅដើម្បីដាក់អាពងទាដែលយើងយកក្រហមនេះយកមកសាកស្រោចពីលើឲ្យឃើញមុខម្ហូបហ្នឹងវាកាន់តែក្រហមឆ្ងាញ់ហើយវាមើលទៅកាន់តែក្លិនឈ្ងុយទៀតតោះ30នាទីកន្លងបាត់ហើយឥឡូវយើងមកអត់មើលលទ្ធផលទាំងអស់គ្នានិយាយថាក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំមិនមែនឈ្ងុយក្អុកដូចទឹកអប់ណាបងប្អូនតែហើយយើងរួយទឹកខ្ទឹមអីពីលើចឹងទៀតគឺថាដាក់ទៅដល់ដាក់ជាតិហ្មងបើមិនជឿចាំមើលមាត់បងប្អូនខ្ញុំទៅអូខេសម្រាប់មុខម្ហូបដែលមានឈ្មោះថាត្រីខចំហុយជាមួយនឹងសាច់ជ្រូក3ជាន់ហ្នឹងគឺថារួចរាល់ហើយសម្រាប់អ្នកទស្សនាឲ្យបានបន្ទុកដែរចាំជួយខមមិនផងណាហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងកុំភ្លេចជួយ like share ក៏ដូចជា follow page ខ្ញុំផងណាដើម្បីទស្សនាវីដេអូក្រោយៗទៀតអរគុណបាយបាយ